គេថាចំណូលសំខាន់ណាស់ប៉ុន្តែអ្វីដែលសំខាន់គឺការគ្រប់គ្រងចំណូលរបស់យើងឲ្យបានល្អប្រសើរមានបងប្រុសម្នាក់គាត់ធ្លាប់រកចំណូលបានខ្ទង់$40,000ចារាប់ម៉ឺនដុល្លារប៉ុន្តែជាលទ្ធផលមួយរយៈក្រោយមកគឺគាត់ប្រូកគឺគាត់បាត់បង់ចំណូលនឹងអស់លេងហើយគាត់ជាប់បំណុលទៀតតែមូលហេតុអីគេចាចំណុចនេះគឺតកតងទៅនឹងការគ្រប់គ្រងការចាត់ចែងហិរញ្ញវត្ថុរបស់គាត់ផ្នត់គំនិតរបស់គាត់ចាអញ្ចឹងនៅពេលដែលគាត់រៀបចំចាត់ចែងទ្រព្យសម្បត្តិរបស់គាត់អត់បានត្រឹមត្រូវគឺវាធ្វើឲ្យគាត់លងខ្លួនចូលទៅក្នុងបំណុលព្រោះដោយសារតែនៅពេលដែលគាត់មានចំណូលច្រើនចាអ្វីដែលគាត់ចង់បានគឺកាន់តែច្រើនទៅហើយនៅពេលដែលគាត់អត់បានចាត់ចែងកញ្ចប់ថវិការបស់គាត់នៅក្នុងកន្លែងដែលត្រឹមត្រូវធ្វើឲ្យការចំណាយរបស់គាត់គឺកើនឡើងរហូតដល់មួយទៀតគឺមានចំណាយកើនឡើងនៅក្នុងរយៈពេលហ្នឹងហើយគឺជាប់បំណុលទៀតអញ្ចឹងនៅពេលដែលគាត់ជាប់បំណុលចានៅពេលដែលចំណូលវាមិនមែនថេររហូតទេការរកចំណូលបានច្រើនវាមានឡើងមានចុះដូច្នេះហើយធ្វើឲ្យគាត់ជាប់បំណុលធ្វើឲ្យគាត់មានបញ្ហាផ្នែកហិរញ្ញវត្ថុអញ្ចឹងអ្វីទៅគឺជាដំណោះស្រាយគឺត្រូវតែបង្កើននូវភាពរីកចម្រើនផ្នែកចំណេះដឹងផ្នែកហិរញ្ញវត្ថុដែលធ្វើឲ្យយើងចេះចាត់ចែងចេះគ្រប់គ្រងហើយខ្ញុំលើកទឹកចិត្តខ្លាំងមែនទែនការស្វែងយល់អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុដោយបរិសុទ្ធព្រោះថាចំណេះដឹងផ្នែកហិរញ្ញវត្ថុដោយបរិសុទ្ធគឺផ្ដោតទៅលើការផ្ដល់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុមិនមានការលក់នៅការវិនិយោគឬក៏កញ្ចប់វិនិយោគណាមួយសម្រាប់បងប្អូនទាំងអស់គ្នាឬក៏ការលក់អីផ្សេងទេគឺផ្ដោតទៅលើការសិក្សារៀនសូត្រតែមួយមុខតែប៉ុណ្ណោះហើយខ្ញុំលើកទឹកចិត្តចូលរួមជាមួយនឹង K-Flow Club Cambodia ចាសិក្សាជាមួយ Master Camp ហើយក៏យើងមានកម្មវិធីផ្ដល់ជូនបងប្អូនទាំងអស់គ្នាដោយឥតគិតថ្លៃផងដែរចាជារៀងរាល់ខែចាដូច្នេះសម្រាប់បងប្អូនដែលចង់សិក្សាស្វែងយល់កម្រិតដំបូងទាក់ទងនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុជាមួយនឹង Master អាចឆាតចូលនៅក្នុង page ឬក៏ comment លេខទូរស័ព្ទនៅខាងក្រោមហើយដោយសារកម្មវិធីរបស់យើងធ្វើតាមអនឡាញបងប្អូននៅទីណាក៏អាចសិក្សាបានដែរមួយវិញទៀតបងប្អូនអរគ្នាគឺយើងមានកម្មវិធីនៅក្នុង app ទូរស័ព្ទដៃចាអញ្ចឹងបើបងប្អូនចង់សិក្សានៅក្នុងទូរស័ព្ទដៃហើយទៅកន្លែងណាក៏រៀនបានគ្រប់ពេលវេលាគ្រប់ទីកន្លែងតាមរយៈទូរស័ព្ទដៃបងប្អូនវិនិយោគត្រឹមតែ$1តែប៉ុណ្ណោះវ៉ាវ$1អាចសិក្សាបានគ្រប់ពេលវេលាគ្រប់ទីកន្លែងតាមរយៈទូរស័ព្ទដៃជាមួយនឹង Master Camp ផ្នែកហិរញ្ញវត្ថុក៏មានផ្នែកទាក់ទងនឹងសុភមង្គលគ្រួសារក៏មានចាមានច្រើនមែនតើអញ្ចឹងបងប្អូនអរគ្នាកុំភ្លេចណាចូលរួមជាមួយនឹងយើងទាំងអស់គ្នាសាកល្បងដាក់ខ្លួនឯងទៅក្នុងកន្លែងសិក្សាវិនិយោគពេលវេលាខ្លួនឯងថវិកាតិចមែនតែតតែមានការតាំងចិត្តទាក់ទងនឹងពេលវេលាពួកបងប្អូនខ្លះគាត់ថាអូបងរវល់ខ្លាំងអត់អាចចូលរួមបានទេបើសម្រាប់កម្មវិធីសិក្សានៅលើទូរស័ព្ទដៃបងប្អូនអរគ្នាចាសម្រាប់កម្មវិធីសិក្សានៅលើទូរស័ព្ទដៃបងប្អូនអាចស្ដាប់បានគ្រប់ពេលវេលាគ្រប់ទីកន្លែងហ្មងដូច្នេះងាយស្រួលខ្លាំងមែនតើការសិក្សារៀនសូត្រគឺបច្ចុប្បន្នគឺមានភាពងាយស្រួលអូបងប្អូនអរគ្នាការសិក្សារៀនសូត្រត្រូវមានសកម្មភាពផងបើសិនយើងបកកែរៀនពីណាក៏បានដែរប៉ុន្តែបើយើងអត់មានកម្លាំងចិត្តជំរុញចិត្តសាស្ត្រជំរុញឲ្យយើងធ្វើសកម្មភាពទេលទ្ធផលគឺប្រកាសជាអត់មានទេកុំខំតែប្រឹងរៀនតែអត់មានលទ្ធផលនៅពេលហ្នឹងគឺយើងមានអារម្មណ៍ថាយើងខ្ជះខ្ជាយពេលវេលាជីវិតរបស់យើងមែនតើខ្ជះខ្ជាយទាំងថវិកាខ្ជះខ្ជាយទាំងពេលវេលាជីវិតដូច្នេះបងប្អូនអរគ្នាចាប់ផ្ដើមឥឡូវនេះ comment នៅខាងក្រោមឬក៏ឆាតចូលនៅក្នុង page ដើម្បីទទួលបានការផ្ដល់ជូនជាពិសេសចាវិនិយោគត្រឹមតែ$1បងប្អូនអរគ្នាអាចចាប់ផ្ដើមសិក្សាបានឥឡូវនឹងតែម្ដងអរគុណ